ថាប្រយោជន៍នៃការគេងឲ្យបានគ្រប់គ្រាន់នៅពេលដែលយើងគេងបានគ្រប់គ្រាន់យើងទទួលបានប្រយោជន៍អ្វីខ្លះទី1គឺធ្វើឲ្យយើងនឹងមានអារម្មណ៍ល្អពេលដែលយើងគេងបានគ្រប់គ្រាន់គឺអារម្មណ៍របស់យើងគឺល្អប្រសើរហ្មងព្រោះឯរាងកាយរបស់យើងបានសម្រាកអញ្ចឹងយើងភ្ញាក់មកគឺយើងស្រឡះមុខស្រឡះមាត់យើងមានកម្លាំងហើយអារម្មណ៍របស់យើងក៏ស្រស់ថ្លាចាទី2គឺធ្វើឲ្យជួយរក្សាគីឡូហើយនិងកម្ពស់របស់យើងបានល្អរក្សាតុល្យភាពគីឡូនិងកម្ពស់របស់យើងហើយក៏ជួយដល់ការសម្រកគីឡូដែរចាទី3គឺវាជួយធ្វើឲ្យរាងកាយរបស់យើងរឹងមាំប្រព័ន្ធភាពស៊ាំរបស់យើងគឺល្អប្រសើរជាពិសេសវាជួយទាំងបេះដូងជួយទាំងរាងកាយហើយអ្នកដែលគាត់គេងបានគ្រប់គ្រាន់គឺគាត់អត់ងាយឈឺទេអត់ងាយមានបញ្ហាផ្ដាសាយអត់ងាយមានបញ្ហាសុខភាពអីផ្សេងទេចាចុងក្រោយគឺធ្វើឲ្យខួរក្បាលរបស់យើងដំណើរការបានល្អមានភាពរីករាយនិងបង្កើតទំនាក់ទំនងល្អបានពេញមួយថ្ងៃតែម្ដងនៅពេលដែលយើងអារម្មណ៍ល្អយើងអាចធ្វើការតំណែងមួយអ្នកនៅជុំវិញខ្លួនយើងគឺបានល្អប្រសើរធ្វើឲ្យយើងរីករាយចាអញ្ចឹងយើងត្រូវព្យាយាមគេងឲ្យបានគ្រប់គ្រាន់ចារៀបចំពេលវេលាគេងយប់មិនគ្រប់យើងគេងថ្ងៃបន្ថែមទៀតពេលដែលយើងគេងបានគ្រប់គ្រាន់គឺយើងជួយទាំងសុខភាពរាងកាយទាំងសុខភាពផ្លូវចិត្តរបស់យើងតែម្ដង